បាទអញ្ចឹងនៅក្នុងនេះគឺជាប្រព័ន្ធគ្រប់គ្រង condo អញ្ចឹងយើងផ្អែកទៅលើការលក់ការកក់ហើយនិងការជួលបាទអញ្ចឹងដើម្បីធ្វើការងារទាំងអស់នឹងបានគឺយើងត្រូវ set up ទៅលើព័ត៌មានរបស់ property គឺអចលនទ្រព្យរបស់យើងឬក៏បន្ទប់នៅក្នុង condo ហ្នឹងបាទហើយក៏យើងមានផ្នែកផ្សេងៗទៀតដូចជា seller ហើយនិង customer បាទអញ្ចឹងដើម្បីទៅធ្វើទាំងអស់នោះទី1គឺយើងត្រូវមានព័ត៌មាន property សិនអញ្ចឹងដើម្បីមានវាគឺយើង set up នៅផ្នែកមួយចំនួនដើម្បី support ទៅលើ feature មួយនេះបាទអញ្ចឹងយើងចូលមកក្នុង setting ហើយខ្ញុំសូមបង្ហាញតែ3ខាងលើនេះសិនទេអញ្ចឹងនៅក្នុង property របស់យើងត្រូវដឹងថា property របស់យើងនៅក្នុង project មួយណាបាទនៅក្នុង project មួយណាអញ្ចឹងខ្ញុំបានបង្កើតសាកល្បងចំនួន2យើងអាចលុបចោលមួយឧទាហរណ៍បាទហើយបើសិនជាខ្វះខាតយើងបន្ថែមយើងបញ្ចូលលេខកូដបញ្ចូលឈ្មោះជាភាសាខ្មែរបាទកាលណា name ចេះគឺឈ្មោះជាភាសាខ្មែរ English name គឺយើងបញ្ចូលជាភាសាអង់គ្លេសហើយលេខទូរស័ព្ទខ្សែទី1ខ្សែទី2ហើយនិងអាសយដ្ឋាននៃគម្រោងរបស់យើងបាទអញ្ចឹងពេលដែលយើង submit ទៅបើសិនជាយើងអត់បំពេញវានឹង load require របៀបនេះបាទអញ្ចឹងយើងត្រូវបញ្ចូលខ្ញុំឧទាហរណ៍ថា KSR 002ភាសាទី1ខ្ញុំមានហើយអញ្ចឹងខ្ញុំដាក់ថា testing test បាទសាកល្បងនេះគឺខ្ញុំដាក់ជាភាសាអង់គ្លេស testing បាទលេខទូរស័ព្ទខ្ញុំដាក់ខ្ញុំវាយស្មានចោលទេអញ្ចឹងមិនមែនជាលេខជាក់ស្ដែងទេខ្ញុំដាក់ថាភ្នំពេញអញ្ចឹងទៅតែជាក់ស្ដែងយើងដាក់ទៅតាមទីតាំងជាក់ស្ដែងមានភូមិឃុំបាទសង្កាត់អីចឹងទៅបាទយើង submit ទៅវារក្សាទុកហើយអញ្ចឹងតើទៅនឹងគម្រោងគឺយើងត្រូវឬក៏ project ហ្នឹងគឺយើងបញ្ចូលប៉ុណ្ណឹងនៅក្នុងផ្នែកនេះហើយនៅក្នុង condo របស់យើងគឺយើងត្រូវបង្កើតគ្រប់របស់វាថាតើវាមានប្រភេទ A B C ឬក៏ប្រភេទណាមួយដែលយើងកំណត់ទៅតាមជាក់ស្ដែងនៅក្នុងគម្រោងរបស់យើងអញ្ចឹងខ្ញុំបានបង្កើតគម្រោងសំទោសប្រភេទ A B C អញ្ចឹងទៅហើយមាន size អញ្ចឹងបើសិនជាខុសត្រូវយើងអាចកែប្រែវាបានយើងកែប្រែបានបាទអញ្ចឹងខ្ញុំឧទាហរណ៍បង្កើតgroup នឹងមួយឧទាហរណ៍ថាលំនៅឋានទី1នឹងដដែលខ្ញុំបង្កើត group D សម្រាប់ size នេះអត់ជាបញ្ហាយើងគ្រាន់តែបញ្ចូលដើម្បីសម្គាល់ទេតែបើយើងអត់ដឹងយើងអាចឲ្យវា0អញ្ចឹងសិនទៅបាទយើងទុកវា blank អញ្ចឹងទៅដោយសារតែដឹងអានេះគ្រាន់តែកំណត់សម្គាល់នៅក្នុង setting ហ្នឹងទេតែជាក់ស្ដែងនៅពេលដែលយើងបង្កើត property គឺយើងនៅតែបញ្ចូល size នឹងដដែលវិញទេបាទអញ្ចឹងចំពោះproject group ហ្នឹងគឺយើងមានប៉ុណ្្នឹងឯងបាទមួយទៀតគឺតកតងជាមួយនឹង floor អញ្ចឹងយើងត្រូវមាន floor ដែរនៅក្នុងគម្រោងរបស់យើងអញ្ចឹងបើសិនជាយើងចង់បង្ហាញទាំងអស់យើងយក100មកបាទយើងយក100មកវាបង្ហាញទាំងអស់ហើយឬក៏50អញ្ចឹងខ្ញុំបានបង្កើតfloor ឬក៏ជាន់ហ្នឹងចំនួន20ជាន់រួចហើយអញ្ចឹងបើសិនជាខ្វះខាតទៀតយើងអាច select យកគម្រោងមួយណាហើយដាក់លេខជាន់មកជាន់ទី21 22អីចឹងទៅបាទយើងឧទាហរណ៍ថា21ខ្ញុំរក្សាទុកទៅវានឹងមកខាងនេះហើយបាទអញ្ចឹងគឺយើងមាន21ជាន់ឧទាហរណ៍អញ្ចឹងព័ត៌មាន3ខាងលើហ្នឹងយើងអាចយកមកប្រើប្រាស់បានហើយបាទយើងអាចយកមកដើម្បីបញ្ចូលព័ត៌មាន property បានបាទអញ្ចឹងខ្ញុំសូមចូលមកកន្លែង property ហើយយើង select យក property menu មួយនេះបាទខ្ញុំបានបញ្ចូលសាកល្បងចំនួន4 5ដែរហើយអញ្ចឹង property របស់យើងគឺមានប្រភេទ2ទី1គឺសម្រាប់ជួលទី2គឺសម្រាប់ sale បាទសម្រាប់ sale ហើយខាងនេះគឺជា status ដែលយើង available បើជួលវាដាក់ថា check in អីចឹងទៅឬក៏ check out អីចឹងទៅបើសិនជា sale វាដាក់ sold ឬក៏ book ឬក៏អីចឹងជាដើមបាទតាមប្រភេទ status យើងអាចមើលនៅលើតាមនេះបានបាទអញ្ចឹងយើងបង្កើត property សាកល្បងចុចលើ create វានឹងបង្ហាញ form នេះមកអញ្ចឹងយើង select យក project ហើយយើង select យក type អញ្ចឹង type នេះជឿទៅមានតែមួយហ្នឹងទេ condo ហើយនេះគឺជា group ដែលយើងបានបង្កើតឧទាហរណ៍ថាខ្ញុំបង្កើតទៅលើ group D floor ទី1អីចឹងចុះអញ្ចឹងខ្ញុំឧទាហរណ៍ code ដែរ D1 0001អីចឹងចុះអញ្ចឹងgroup ទី1ជាន់ទី1បន្ទប់លេខ01ឧទាហរណ៍
បាទអញ្ចឹងឧទាហរណ៍តម្លៃ 50000 បាទតម្លៃលក់ហើយ cross size ខ្ញុំឧទាហរណ៍ថា60 ម៉ែត្រការ៉េ net size វាតែ58អញ្ចឹងឬក៏55អញ្ចឹងទៅអញ្ចឹង living room យើងមានប្រមាណ bedroom យើងមានប្រមាណ kitchen bathroom balcony បាទ kitchen ហើយយើងមានប្រភេទតើយើងសម្រាប់ជួលឬក៏សម្រាប់បើយើងជួលយើងត្រូវដាក់តម្លៃដែលយើងជួលមួយខែប្រហែលតម្លៃជួលក្នុងមួយខែតែបើយើង sell យើងអត់ចាំបាច់បញ្ចូលក៏បានដែរបាទអត់ចាំបាច់បញ្ចូលក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាសម្រាប់ sell ខ្ញុំ sell អូខេ0បាននេះកន្លែងនេះបាទយើងដាក់0មកបាទអញ្ចឹងគឺនេះបន្ទប់ដែលខ្ញុំបានបញ្ចូលបាទវា available ហើយយើងអាចធ្វើការមើល edit បាទកែប្រែឬក៏យើងអាចទៅមើល detail ទៅទៅនឹងproperty មួយនឹងបានបាទបាទអូខេអញ្ចឹងអាហ្នឹងតកតងជាមួយនឹងការបង្កើត property ដូចជាมันមានភាពសុខស្មាញទេយើងគ្រាន់តែចុចលើបង្កើតយើងរើសយកគម្រោងប្រភេទ group បាទហើយ floor យើងចង់បង្កើត property បន្ទប់ហ្នឹងនៅក្នុងជាន់ទីម៉ានគ្រប់ណាដាក់លេខកូដតម្លៃលក់ហើយ cross size net size អីហ្នឹងឲ្យច្បាស់ពិសេសជាងគេវាសំខាន់គឺតកតងនឹងកូដនេះទេបាទបើយើងប្រើកូដទៅជាន់គ្នាអាហ្នឹងអាចបញ្ហាប៉ុន្តែ system វាបាន validate ដែរវាឲ្យជាន់គ្នាទេលេខកូដបើមិនយើងបញ្ចូលជាន់គ្នាវានឹងប្រាប់ថាជាន់គ្នាឬក៏អត់អាច save បានអញ្ចឹងទៅបាទអញ្ចឹងយើងបញ្ចូលតាមហ្នឹងមកហើយខាងបង specify ទៅលើប្រភេទរបស់វាថាតើបន្ទប់ហ្នឹងសម្រាប់ជួលឬក៏សម្រាប់ sell បាទ